Ok, tao hỏi số đấy bọn bốn ngày nay dương mà mưa si chùm rơi tịt máu vậy tới cứ chỉ ca tùng vơ estiaឬក៏សំយោគ estia នេះចឹងលោកនឹងជូនចំណុចនីមួយៗឲ្យបងប្អូនដើម្បីស្វែងយល់ប្រតិកម្មដើម្បីសំយោគឬក៏ទង្វើ estia មាន3តែឥឡូវយើងក៏លេខមកមើលប្រតិកម្មកមុនសិនគឺជាប្រតិកម្ម estia កម្មអ្វីទៅជាប្រតិកម្មអេស្តេកម្មមានន័យថាជាប្រតិកម្មដែលកើតឡើងរវាងអាស៊ីតកាបុកស៊ីលិកនេះអាស៊ីតកាបុកស៊ីលិកទៅប្រតិកម្មជាមួយអាល់កុលហើយផលិតផលដែលទទួលបាននោះគឺអេស្តេនិងទឹកដែលប្រតិកម្មនេះដំណើរការទៅយឺតដូច្នេះយើងត្រូវការមានកតាលីករដើម្បីទៅជំរុញល្បឿនប្រតិកម្មដើម្បីឲ្យឆាប់ដល់ទីបញ្ចប់ឬក៏ឆាប់ដល់លំនឹងរបស់វាកតាលីករដែលគេប្រើគឺជាពពួក solution អាស៊ីតខ្លាំងអាចជាអាស៊ីតសូហ្វូរិកឬក៏អាស៊ីតក្លូឌីត្រិកជាដើមលក្ខណៈរបស់ប្រតិកម្មអេស្តេកម្មមាន3ចម្បងឬក៏ធំទី1គឺវាជាប្រតិកម្មយឺតទី2វាជាប្រតិកម្មកម្រិតគ្នាអ្វីទៅដែលហៅថាកម្រិតគ្នានោះគឺជាប្រតិកម្មទៅមកមានន័យថាទៅហើយត្រឡប់មកវិញយើងក៏ធ្លាប់ស្គាល់និយមន័យប្រតិកម្មទៅមកដែរនៅក្នុងមេរៀនលំនឹងហើយលក្ខណៈរបស់ប្រតិកម្មទី3របស់វាជាប្រតិកម្មអាទាំងមិចហ្នឹងគឺមានន័យថាវាមិនស្រូបឬក៏មិនបញ្ចេញកម្ដៅទេជាទូទៅប្រតិកម្មគីមីអាចស្រូបឬក៏បញ្ចេញតែសម្រាប់អេស្តេនេះគឺមិនស្រូបហើយមិនបញ្ចេញកម្ដៅដែលគេឲ្យឈ្មោះថាជាប្រតិកម្មអាទាំងមិចជាសម័យកាលទូទៅដែលលោកសរសេរជូនបងប្អូននៅក្នុងប្រអប់នេះយើងអាចមើល highlight ជាពណ៌បានដើម្បីផ្ដល់ភាពងាយស្រួលចឹងយើងក៏លេខមើលអាស៊ីតរបស់យើងលូទុកមួយជួរនេះគឺដើម្បីសរសេរសម្រាយឲ្យបងប្អូនមើលនេះ CO highlight ពណ៌ឲ្យដូចគ្នាទៅគឺ OH ពណ៌ដូចគ្នានឹងគឺចង់ឲ្យដឹងថាជាពណ៌ដែលវាត្រូវផ្ដាច់ហើយភ្ជាប់នៅពេលដែលវាដំណើរការប្រតិកម្មអាល់កុលចឹងអាល់កុលយើង Air prim O ហើយHចឹងពេលវាប្រតិកម្មគឺអាស៊ីតផ្ដាច់ OH អាល់កុលផ្ដាច់ H ទៅចឹងពណ៌ highlight ក្រហមគឺដើម្បីឲ្យបងប្អូនមើលថាវាផ្ដាច់បែបណាចឹងវានឹងបង្កើតបានឬក៏ផលិតបានចេញទៅជាអេស្តេ Air CO របស់អាស៊ីតរបស់អាល់កុលចូលមក O ហើយបាន Air prim តមកបូកម៉ូលេគុលទឹកដែលផ្ដាច់ចេញនេះH2O ដូច្នេះនៅពេលបងប្អូនទៅសរសេរសមីការប្រតិកម្មរបស់វាដែលជាម៉ូលេគុលអាស៊ីតនិងអាល់កុលជាក់លាក់ណាមួយនោះយើងក៏លេខទៅមើលថាអាស៊ីតនោះ OH វានៅកន្លែងណាផ្ដាច់ចេញអាល់កុលនោះ H វានៅកន្លែងណាផ្ដាច់ចេញហើយវានឹងបង្កើតទៅជាអេស្តេនិងទឹកដែលជាផលិតផលរបស់ប្រតិកម្មភាគច្រើនកូនសិស្សសរសេរមិនដែលខុសទេនៅពេលដែលម៉ូលេគុលអាល់កុលនោះគឺជាពពួកអាល់កុលថ្នាក់ទី1អាចនិយាយបានថាជាអាល់កុលដែលមាន OH នៅខាងចុងខ្សែចឹងយើងមើលឧទាហរណ៍របស់យើងនៅក្នុងលេខ1នេះគឺជាប្រតិកម្មរវាងអាស៊ីតអាសេទិកជាមួយនឹងអាល់កុលមេតាណុលឬក៏យើងអាចហៅម្យ៉ាងទៀតថាមេទីលអាល់កុលចឹងបងប្អូនមើលពណ៌ឬ highlight ជូនហ្នឹងវាផ្ដាច់ហើយវាភ្ជាប់វាទៅបង្កើតចេញជាអេស្តេនឹងទឹកនឹងហើយត្រេដែលទុកឲ្យនៅខាងក្រោមមួយជួរគឺទុកសម្រាប់ការហៅឈ្មោះអញ្ចឹងអេស្តេយើងទទួលបានគឺយើងហៅមកផ្នែកអាល់កុលឬក៏ផ្នែក Air prim មេទីលផ្នែកអាស៊ីតដែលនៅសល់កាបូន2 A ទៅអេតាណូអាតឬក៏អាសេតាចឹងទៅអញ្ចឹងលេខ2ប្រហែលជាមិនខុសទេដោយសារតែយើងឃើញថាអាល់កុលនោះមាន OH នៅខាងចុងខ្សែមានភាពងាយស្រួលទៀតគ្រាន់តែអាស៊ីតយើងពេលនេះកាបូន3អញ្ចឹងយើងបានម៉ូលេគុលអេស្តេនោះគឺ CH3 CH2 CO របស់អាស៊ីតហើយ O របស់អាល់កុលវិលចូលភ្លុកបន្ទាប់ពី O របស់អាល់កុលនេះបងប្អូនមើលបន្ទាប់ពី O គឺ CH2 ហើយបាន CH3 ហ៎
រៀនមើលដៃសម្ព័ន្ធអញ្ចឹងបានបងប្អូនសេសមីការបស់សំយោគអេស្ទែនេះមិនងាយខុសទេតែបើអត់មើលបានច្បាស់លាស់អញ្ចឹងគឺងាយខុសវិញណាផ្ទុយគ្នាសេះ2ទៅមកសេះ3អស់មូលវាទឹកដែលផ្ដាច់ចេញរូបសេះពណ៌ខៀវទៅមកខ្ជិលដូរទៅក្រហមដូរទៅដូរឡើងយឺតអញ្ចឹងអេស្ទែយើងហ្នឹងវានឹងមានឈ្មោះថានិយាយអេស្ទែយើងនេះហៅមុនផ្នែក A' កាបូន2អញ្ចឹងគឺអេទីលផ្នែកអាស៊ីតកាបូន3ឆ្វេងនេះគេបង់លេខ1 2 3លេខ1នៅទៅមុខគ្នាហើយបង់ចេញទៅរៀងខ្លួនព្រោះដោយសារវាជា2ផ្នែកផ្សេងគ្នាអញ្ចឹងpro pa no អាទាំងតែអានេះចឹងអានឹងសមីការនៅក្នុងឧទាហរណ៍របស់យើងចំណុចឧទាហរណ៍ទី2នៅក្នុងផ្នែកទង្វើអេស្ទែតាមរយៈប្រតិកម្មអេស្ទែកម្មតែឥឡូវបងប្អូនមកមើលអាប្រតិកម្មទី3ប្រតិកម្មទី3នេះលោកគ្រូអត់ទាន់សរសេរទេតែលោកគ្រូឲ្យបងប្អូនមើលថាអាកុលរបស់យើងអាស៊ីតមិនជាបញ្ហាចោលទេព្រោះប្រតិកម្មវាផ្ដាច់ OH ប៉ុកអាកុលយើងបងលេខឲ្យឈ្មោះ propan 2L តែលោកគ្រូចង់ប្រវាយអាកុលហ្នឹងឬក៏សរសេររៀបវាឡើងវិញឲ្យយើងស្រួលមើលពេលយើងប្រតិកម្មតែរៀបហ្នឹងអត់ឲ្យប្រែប្រួលខុសពី propan 2L ឯនៅតែ propan 2L គ្រាន់តែយើងទាញ OH ចេញក្រៅនេះយើងទាញអា OH ដែលជាបង្គំអ៊ីដ្រូស៊ីនរបស់អាកុលហ្នឹងចេញក្រៅផ្លុកមកតែលោកទាញឲ្យលោកសរសេរឲ្យស្រួលមើលសម្រាប់ប្រតិកម្មយើងសរសេរអត់ទៅខុសអញ្ចឹងលោកទាញវាចេញឲ្យលោកសរសេរ HO វិញដើម្បីឲ្យស្រួលមើលHO ហ្នឹងពេលទាញចេញហ្នឹងគឺវានៅកន្លែងទីតាំង CH នេះតោះមក CH ហ្នឹងគឺវាមានដៃ CH 3មួយទៀតលោកដាក់វាមកក្រោមអញ្ចឹងបងប្អូនបងលេខហៅឈ្មោះទៅវានៅតែជា propan 2L អញ្ចឹង1 2 3ឃើញទេអត់ប្រែប្រួលទៅណាតែយើងរៀបវានៅกระดาษព្រៀងអីដើម្បីឲ្យស្រួលមើលពេលយើងទៅសរសេរសមីការប្រតិកម្មវាកុំឲ្យខុសហ្នឹងព្រោះតើកាលណាយើងអត់ដឹងថាវាផ្ដាច់វាភ្ជាប់អ្មិចសមីការយើងងាយនឹងខុសងាយនឹងខុសមែនទេឧស្សាហ៍3នៅធំតិចងាយនឹងខុសមែនទេតែដល់ពេលបងប្អូនរៀបអញ្ចឹងហើយលែងខុសឲ្យមើលទៅនេះអាកុលហ្នឹងផ្ដាច់ OH ចេញផ្លុកមកនេះផ្ដាច់ OH ចេញផ្លុកមកសំទោសអាកុលហ្នឹងផ្ដាច់ H ចេញផ្លុកមកអញ្ចឹងយើងបាន A ស្ទះហ្នឹងគឺទៅជា CH3 ផ្នែកអាស៊ីតនោះ CH2 COO CO របស់អាស៊ីតមក O នេះ O ចូលនេះ O នេះចូលនេះតទៅពី O មក CH ហើយគេ CH3 ហើយក្រោមទៀតគឺ CH3 ទៀតហ្នឹងទៅអញ្ចឹងរៀបវាឲ្យត្រូវតាមហ្នឹងទៅហ្នឹងយើងបានសមីការត្រូវតាមសមត្ថកម្មគេដាក់ឲ្យយើងសរសេរហើយតែយើងអត់មើលឲ្យច្បាស់ទេយើងចេះតែរៀបតាមទៅចិត្តយើងខុសពីអាប្រធានដើមគេអាសមីការយើងហ្នឹងគឺទុកជាមូលខៈបាត់ហើយខុសបាត់ហើយអញ្ចឹង H យើងហៅឈ្មោះមក isopropyl propanoate ទៅឃើញទេកន្លែងនេះដល់ពេលអាក្រោមនេះលេខ4នេះក៏មិនសូវខុសគ្នាដែរឥឡូវលើកហ្នឹងលូអត់សម្រាយឲ្យសរសេរយកមកអញ្ចឹងច្រឡំផ្នែកអាស៊ីតសិនមកCH3 ស៊ីមានខ្នែងទៀត3 CO តែអាកុលរបស់បងប្អូនណាអាកុលរបស់បងប្អូននេះមើល OH នេះដាច់ហាស់ហ្នឹងបាត់តែយើងទាញដៃ OH ហ្នឹងចេញក្រៅណាដើម្បីស្រួលមើលអញ្ចឹងវាទៅជា O បន្ទាប់ពី O ហើយ CH ទៅហ្នឹងCH ហ្នឹងវាមាន CH2 CH3 ចឹងអាណាវិញគេដាក់ទៅត្រង់ដើម្បីយើងស្រួលមើលហើយនឹងយើងបងលេខឲ្យឈ្មោះទៅមិនពិបាកមើលនេះអាមកត្រង់នេះវាមាន CH2 វាមាន CH3 ចឹងទៅបូក H2O ចឹងទៅអញ្ចឹងកាលណាបងប្អូនយល់អញ្ចឹងសេសមីការអត់មានខុសទេឥឡូវលោកមករំលេច
កន្លែងហ្នឹងឲ្យបន្តិចចុះមិនថាមិនសរសេរតែសរសេរតិចទេមិនទៅស្រួលយល់អញ្ចឹងមកលូទាញចេញទៅលើមកអញ្ចឹងហាអូហ្នឹងគឺអូហាហ្នឹងតែលូសរសេរត្រឡប់វាសេហាសេហា3នោះទម្លាក់មកក្រោមសេហា2សេហា3ចឹងវានៅតែបុយតាន 2 ដដែលអត់មានប្រែប្រួលទៅណាកលនឹងនៅបុយតាន 2 ដដែលចានេះហើយដែលគេហៅថាជាការសរសេរសមីការរបស់ប្រតិកម្មសំយោគអេស្ទែចំណុចទី1គឺអេស្ទែកម្មនេះចឹងវីដេអូក្រោយចាំយើងជួបសមីការទង្វើអេស្ទែចំណុចទី2ឬជូននៅសមីការលំហាត់គណនាចាំមានពេលចាំកែតាមក្រោយចឹងនេះចំណុចបន្ទាប់ហ្នឹងគឺចំណុចខប្រតិកម្មរវាងអូលំហាត់ច្រើនណាស់អត់មានពេលធ្វើតែសារពេលវេលាខ្លីគឺទុកពេលក្រោយណាលំហាត់នេះវាទៅចេញប្រឡងគ្រូកាល2009ណាទៀត12+2ណាចឹងនេះចំណុចបន្ទាប់គឺ anhydric acid បូកអាល់កុលអញ្ចឹងរំលឹកមកបន្តិចស្អីទៅឬក៏អ្វីទៅជា anhydric acid ឲ្យបងប្អូនយល់សិនហើយបានទៅសរសេរសមីការទង្វើអេស្ទែហ្នឹងដែលកើតឡើងពី anhydric acid និងអាល់កុល